លោកគ្រូកាន់សិស្សប្រចាំបាច់អីហូបអាហារបួសទៀតលោកគ្រូខ្ញុំអត់អាហារពី3ថ្ងៃហើយសូមជូនរឿងថាងជេងទំនើងមិនខ្ញុំមិនអាចមើលឃើញបិសាចទូខ្ញុំប្រាប់ភ្នែកមេឃាដោយមានអីត្រូវភ័យបែបនេះខុសខ្ញុំមិនប្រញាប់ទេលោកគ្រូខ្ញុំរមាស់ក្បាលទេលោកគ្រូទីបំផុតយើងមិនត្រូវដេកហើរសន្សើមទេខ្ញុំសង្ឃឹមថាដូច្នេះយូសុងពេលនេះអ្នកបានក្លាយជាសេះអ្នកក៏បានរៀនពីរបៀបក្លាយជាយិននឹងយ៉ាងអាស្មានេះនិយាយច្រើនមែនមានបំណងល្អហើយមិនទទួលទៀតអានាគចរនេះកូនសិស្សទាំងអស់លោកគ្រូមានអារម្មណ៍ថាមានបិសាចនៅទីនេះហើយវាមិនមែនជាសត្វចម្លែកធម្មតាទេចូលទៅមើលករណាថ្វាយបង្គំតើព្រះសង្ឃយាងមកពីណាព្រះសង្ឃថាងជេងទៅចម្លងធម៌មកពីទិសខាងកើតទៅទិសខាងលិចដើរកាត់ទីនេះខ្ចីកន្លែងស្នាក់នៅព្រះសង្ឃអាចកំចាត់បិសាចបានថ្មីនេះមានសត្វចម្លែកនៅក្នុងភូមិធ្វើឲ្យផ្ទះមិនស្ងប់ផ្ទះជិតខាងក៏មានសភាពភ័យខ្លាចផងដែរវាជាបិសាចជ្រូកគាត់ទូចង់រៀបការជាមួយកូនស្រីតូចរបស់ខ្ញុំជ្រូកនេះបិសាចនោះមិនអាចវាយឬដេញចេញបានទេនៅពេលយកពីឃ្លាទាំងមូលពោពេញទៅដោយវិញ្ញាណអាក្រក់ហើយគ្មាននរណាអាចធ្វើអ្វីបានឡើយប្រសិនបើនោះជាអ្វីទាំងអស់វាមានតម្លៃសត្វចម្លែកនេះមានស៊ីអាហារស្មើនឹងមនុស្សមួយភូមិតើថ្ងៃវាអាចញ៉ាំបានប៉ុន្មានផ្ទះក្នុងមួយពេលបើយើងមិនមានអាហារគ្រប់គ្រាន់នៅលើទទេវានឹងវាហើយចាំកូនក្មេងមិនមែនជាចំណងអាហារតិចតួចទេលោកគ្រូជ្រូកនេះមើលទៅមិនដូចរឿងធម្មតាទេទៅមើលទៅដឹងហើយកុំវាមនុស្សឲ្យស្លាប់លោកគ្រូអ្វីដែលអ្នកបាននិយាយហេតុអ្វីបានជាខ្ញុំស្ដាប់រឿងនេះវាដូចជាអ្នកខុសខើជាងខ្ញុំនមោដាសៈកូនសិស្សទាំងឡាយជ្រូកនេះគូតែកំចាត់សត្វចម្លែកនេះនៅតែហៅខ្លួនឯងអង្គថាខ្លួនជាមន្ត្រីនៅស្ថានសួគ៌អូបន្ទាប់មកខ្ញុំត្រូវតែមើលបន្ថែមទៀតតោះនិយាយគ្នាពេលយប់អ្នកមោដាសៈខ្ញុំអស់កម្លាំងបាទពីបើជាអ្នកដែលអាចវាយគ្នាលើកនេះខ្ញុំនឹងជាមួយវាជាមុនសិនលោកគ្រូចាំជួយខ្ញុំផងកុំព្រួយបារម្ភតោះទៅមើលរូបភាពខ្លះរបស់គាត់ជាមុនសិនមកដល់សក់នេះមើលទៅពិតជារីករាយណាស់ជ្រូកទំនើងអេតើស្វាបិសាចមកពីណាហ៊ានសាច់ដាក់លោកគ្រូដារបស់ឯងផងជីដារបស់អ្នកញឹមតើអ្នកសុខសប្បាយជាទេឯងពូកែស៊ីហើយប្លន់អ្នកស្រុកសត្វសំណាក់គេហៅថារូបបិសាចឯងជាមនុស្សអាក្រក់ណាស់ល្អមិនមែនខ្នៃបាក់ទាំងអស់ទេឯងមានសមត្ថភាពប៉ុណ្ណាបញ្ចេញឲ្យអស់មករនះពីជាស្វានិថាស៊ីច្រើនកម្លាំងខ្លាំងណាស់តែជុកមិនដែលស្វាលងចុះចានៅស៊ីមួយដំបងសិនទៅចាំនិយាយទៀតនេះមិនដែលមានអារម្មណ៍ជុកតិចអត់វាហាក់ដូចជាថានេះគឺជារឿងពិតដូចអេសរម៉ាតើឯងមកពីណាឲ្យពិតប្រាកដផ្ដល់ឈ្មោះនិយាយឲ្យនាំបន្លាចឯងខ្ញុំធ្លាប់ជាទេវតានៅលើមេឃធានពេងតើអ្នកធ្លាប់ឮទេគាត់ពិតជាមន្ត្រីម្នាក់ណាស់តើការធ្វើជាមន្ត្រីនៅស្ថានសួគ៌ប្រើអ្វីពេលដួលគាត់មិនបានប៉ះដីមុនទេហាមខ្ញុំជាជ្រូកចំណាស់មួយក្បាលកាន់ខ្យល់របស់ខ្ញុំដោយអស់ពីកម្លាំងរបស់ខ្ញុំមានអារម្មណ៍ថាអ្នករាល់គ្នាត្រូវតែផ្ដល់មុខឲ្យខ្ញុំកុំឆ្ងល់ថាឯងឆ្លើយម្លេះវាប្រែថាវាជាពេលដែលគាត់បានធ្លាក់ពីលើមេឃខ្ញុំវង្វេងស្មារតីស្វាខូចអ្នកដឹងរឿងអាស្រូវខ្ញុំមានការប្រុងប្រយ័ត្នបានហើយឈប់ទៅចាំគ្រូជួយអូខុងមនាលភិក្ខុទាំងឡាយតថាគតទូនមានឲ្យស្គាល់ប្រយោជន៍របស់ខ្លួនតាមលោកគ្រូទៅភាគខាងលិចឬមួយខ្ញុំជាបិសាចអានាថាគួរឲ្យអ្នកអាណិតព្រះសង្ឃកុំរំខានខ្ញុំចាំតិច
លើកនេះអ្នកបានបញ្ចេញចំណុចរបស់អ្នកខ្លាំងណាស់ខ្ញុំនឹងផ្ដល់ឱកាសឲ្យអ្នកនិយាយម្ដងទៀតទេសិស្សបានឮថាព្រះធម៌របស់ភិក្ខុនោះគ្មានព្រំដែនទើបជួបគ្នាថ្ងៃនេះប្រកបណាស់កម្លាំងនិងគុណធម៌របស់គាត់គឺមិនអាចប្រៀបផ្ទឹមបានការអាណិតអាសូរគឺធំធេងណាស់ជ្រូកល្ងីល្ងើអ្នកល្ងីល្ងើអាចលុតជង្គង់ចុះលឿនជាងពេលដែលខ្ញុំជួបដំបូងបងធំអ្នកមិនយល់ទេនេះគឺជាអ្វីដែលខ្ញុំបានរងចាំជាយូរមកហើយខ្ញុំសុំទោសនោះជាការអនុវត្តពួកសិស្សមិនដឹងពីរបៀបអនុវត្តអ្វីពីមុនទេធ្លាក់ខ្លាំងពេកឥឡូវនេះខ្ញុំបានរៀនរឿងមួយធ្វើជាមនុស្សត្រឹមត្រូវសំខាន់ជាងអ្វីទាំងអស់ក្រោកឡើងក៏ត្រាក្រោមការបង្រៀនរបស់លោកគ្រូទៅទីខាងលិចចាប់ពីពេលនេះទៅខ្ញុំនឹងស្រូបយកនិស្ស័យអារ៉ារបស់អ្នកឈ្មោះបេសាយជ្រូកមិនចាំបាច់ប្រើវាទៀតទេសូមដាក់ឈ្មោះខ្ញុំថាបាជេអ្នកមានចំណង់អាហារខ្លាំងហើយឆាប់ឃ្លានចូលចាប់ផ្ដើមជាមួយពាក្យ EG នាពេលអនាគតឈ្មោះរបស់អ្នកគឺឈូឡៅបាសិស្សអរគុណលោកគ្រូដែលបានដាក់ឈ្មោះឲ្យខ្ញុំខ្ពស់គ្រាន់តែរស់នៅធម្មតាទាំងពីពេលនេះទៅឥឡូវខ្ញុំថ្វាយបង្គំម្ចាស់ខ្ញុំនេះមិនមែនជាផ្ទះបេសាយទៀតទេនេះហើយដែលហៅថាការជាប់កោងក្នុងផ្លូវត្រូវបាត់ដៃលោកគ្រូពេលនេះក៏មិនបានតម្រង់មកខ្ញុំដែរនោះហើយជាកែវភ្នែកដ៏ក្រោតរបស់ស្ដេចគង់ដែលបន្លាចវិញ្ញាណអាក្រក់និយាយអញ្ចឹងគាត់ក៏បានចង្អោរផ្លូវត្រូវដល់ខ្ញុំគ្រាន់តែចង់ខ្ញុំឲ្យបានច្រើនហើយដេកខ្ញុំអ្នកល្ងងពាក្យពីមាត់ពិតជាវែងបងធំខ្ញុំមិនអាចធ្វើអ្វីផ្សេងបានទេខ្ញុំនៅមានបទពិសោធន៍ខ្លះក្នុងការបម្រើលោកចៅក្រមនិងធ្វើកិច្ចការដោយរលូនអ្នកដឹងពីអ្វីដែលមានប្រយោជន៍ពួកសិស្សមិនដឹងពីរបៀបអនុវត្តអ្វីពីមុនទេធ្លាក់ខ្លាំងពេកទេប៉ាជេសិស្សនៅទីនេះយកអីវ៉ាន់របស់អ្នកការ៉ូណាចុះខ្ញុំវិញមិនខ្ញុំទៅហៅបងធំខ្ញុំខ្លាចដៃរដប់នឹងជើងរដប់ភាពស្ងប់ស្ងាត់ព្រះពុទ្ធសាសនាប៉ាជេក្មេងល្អវាជាការងារស្រួលបំផុតសិស្សកានសិស្សឲ្យចូលទៅទិញវាឥឡូវនេះប៉ាជេហាសមត្ថភាពក្នុងការផ្លាស់ប្ដូរពាក្យសម្ដីរបស់ឯងវាលឿនជាងការបោកស្រឡាញ់ទៀតអត់ជាហាសំបីតែការបរិភោគក៏អត់មានសាច់ដែរចំណាយតិចសិស្សយល់កុំនិយាយអ្វីទាំងអស់ញោមដោយស្ងៀមស្ងាត់ខ្ញុំទៅតែឃើញស៊ីរបស់លោកតែក្រមមានអារម្មណ៍រំភើបខ្ញុំមិនអាចទប់វាបានទេមួយផ្លែអ្នកស៊ូទ្រាំវាចូលទៅក្នុងខ្ញុំមិនអាចទ្រាំបានទេខ្ញុំត្រូវរៀនច្បាប់ពីបងប្រុសនៅថ្ងៃមុខជួយសាប់ម្នាក់មួយមកហ្វេង